បាទសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះមកដើរលេងកំសាន្តនៅលើកំពូលភ្នំទេសភាពនៅស្រុកស្រែហើយនេះដែរគឺជាផ្លូវដែលយើងទៅដើរលេងផ្លូវនេះយើងអាចមកដើរលេងជិះម៉ូតូជិះឡានបាន អូខេនេះជាតំបន់ទេសចរមួយនៅលើកំពូលភ្នំយើងអាចលេងកម្សាន្តបានបាទសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះមកទេសចរនៅលើកំពូលភ្នំហើយនេះជាកម្មវិធីចិនដើរដែលយើងធ្វើឡើងទៅលើកំពូលភ្នំហើយភ្នំដែលមានព្រះពុទ្ធរូបគឺនៅតំបន់ទេសចរតំបន់ដាច់ស្រយាលដែលនៅខាងឃុំកំពែងស្រុកគិរីវង្សខេត្តតាកែវបាទបើសិនជាថ្ងៃសម្រាប់សៅរ៍អាទិត្យឬក៏ពុកម៉ែបងប្អូនចង់មកទស្សនាកម្សាន្តលេងអាចអញ្ជើញមកបាននៅខាងឃុំកំពែងស្រុកគិរីវង្សខេត្តតាកែវនេះកម្មចិន្តាហើយនេះក៏យើងផ្លូវឡើងមួយដែរប៉ុន្តែផ្លូវឡើងកាលពីមុនអូខេបាទទេសភាពពិតជាស្រស់ស្អាតស្ងប់ស្ងាត់អូខេអញ្ចឹងចូលមកតង់ហើយអញ្ចឹងតង់ទី2ទី1ចិត្តដើរឡើងតាមនេះយើងអាចឡើងទៅដល់កំពូលភ្នំទី2ផ្លូវវាងបានន័យថាអត់ចោតឡើងតាមដំណើរអញ្ចឹងនេះផ្លូវកាត់ហើយចោតអញ្ចឹងខ្ញុំឡើងតាមផ្លូវនេះថងចាំមើលពេលដែលចុះមកវិញខ្ញុំនឹងចុះតាមផ្លូវនេះអូខេចឹងយើងឡើងបន្តទៀតបាទ
ម្មជាតិស្ងប់ស្ងាត់ពុកម៉ែបងប្អូនអាចអញ្ជើញមកលេងកម្សាន្តបានដោយសារនៅទីនេះធម្មជាតិស្ងប់ស្ងាត់មានដើមឈើអមតាមផ្លូវដែលយើងឡើងគឺពិតជាស្រស់ស្អាតពុកម៉ែបងប្អូននេះជាដំណើរកម្សាន្តមួយចុងសប្តាហ៍វ៉ាតំបន់ទេសភាពនៅតំបន់ដាច់ស្រយាលទីជនបទស្រុកស្រែចម្ការអូខេរូបភាពស្រស់ស្អាតមើលពីកំពូលភ្នំបាទពិតជាស្រស់ស្អាតនៅពេលដែលយើងឡើងមកដល់លើកំពូលភ្នំបាទយើងអាចមើលទេសភាពពីលើកំពូលភ្នំបាទស្រស់ស្អាតពុកម៉ែបងប្អូនបាទវាស្រែបងប្អូនជាពលរដ្ឋបាទមើលពីលើកំពូលភ្នំមានព្រះពុទ្ធធម្មជាតិព្រៃព្រឹក្សានៅជុំវិញខ្យល់បក់ទៅសៀករំភើយ
បាទសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានបាទខ្ញុំឡើងមកដល់នៅកំពូលភ្នំបាទពិតជាស្រស់ស្អាតយើងអាចឡើងមកដល់នៅកំពូលភ្នំយើងអាចទស្សនានៅទេសភាពវាស្រែវាស្រូវនឹងព្រៃមើលឃើញភ្នំបាទអញ្ចឹងធ្វើយើងស្រឡះធ្វើយើងស្រស់ស្រាយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនជាទីស្រឡាញ់ដែលថាចង់មកដើរលេងកម្សាន្តអញ្ជើញមកបានដោយសារនៅទីតាំងគឺនៅភូមិនៅឃុំកប៉េងស្រុកគិរីវង្សខេត្តតាកែវហើយនៅទីនេះដែរគឺមានព្រះពុទ្ធរូបបាទសម្រាប់ជាទីសក្ការបូជារបស់ពុទ្ធបរិស័ទឬក៏ប្រជាពលរដ្ឋដែលគាត់រស់នៅចិត្តនេះបាទពុកម៉ែបងប្អូនអាចអញ្ជើញមកកម្សាន្តបាននេះបរិវេណជុំវិញទីតាំងលើភ្នំបាទពិតជាស្រស់ស្អាតពុកម៉ែបងប្អូនយើងអាចមើលឃើញវាស្រែវាស្រូវមានភ្នំតំបន់ទេសចរភ្នំជីតាពេជ្រដែលស្ថិតនៅឃុំកំពែងស្រុកគិរីវង្សខេត្តតាកែវសម្រាប់ជាទីសក្ការបូជាដល់ពុទ្ធបរិស័ទឬក៏ប្រជាពលរដ្ឋដែលយើងរស់នៅជុំវិញខៀវស្ងាត់ហ្មងពុកម៉ែបងប្អូនហើយថ្ងៃនេះដែរតិចតិចជុំគឺមួយរៀងសតុំស្ងប់ស្ងាត់ផ្លូវវាងយើង
ចុះមកវិញឬក៏យើងឡើងគឺយើងអត់សូវហត់ដោយសារមានចិន្តាអត់សូវឆោតហើយបើយើងឡើងឬក៏យើងចុះទៅវិញយើងភ្លៀងឬក៏ក្តៅយើងមានកន្លែងឆក់ភ្លៀងបាទក៏ដូចគ្នាកន្លែងចុះមកមិញក៏យើងមានកន្លែងយើងឈប់សម្រាកប្រសិនបើយើងឡើងឬក៏យើងចុះយើងហត់នេះចិន្តាដែលខ្ញុំឡើងដំបូងបាទឡើងតាមនេះយើងរៀនចោតអូខេចឹងខ្ញុំក៏ចុះទៅវិញហើយពេលដែលយើងបានឡើងលើកំពូលភ្នំគឺយើងអាចមើលឃើញវាស្រែវាស្រូវរបស់ប្រជាពលរដ្ឋដែលគាត់រស់នៅទីនេះគាត់ធ្វើស្រែ